ក្នុងវរកាសនេះខ្ញុំប្រកាសណាសូមនមស្ការដល់គុណប្រតនត្រ័យព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាសក្ការៈបូជាដល់ឧត្តមឧត្តមសូមវន្ទនាកិច្ចដល់ព្រះសង្ឃគ្រប់ព្រះអង្គដែលជាពិសេសព្រះសង្ឃដែលមានវត្តមានក្នុងឱកាសនេះនៅខាងស្ដាំដៃខ្ញុំប្រកាសណាអាត្មាភាពគុណម្ចាស់រុំហល់ដែលជាប្រជាធិការវត្តសវណ្ណារាមទួតនីនិមន្តមកពីខេត្តបន្ទាយមានជ័យហើយគុណម្ចាស់កងវិស័យជាប្រជាធិការវត្តសបួមាសសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញហើយលោកគ្រូជាម្ចាស់ប្រជាគុណសេងសុខាប្រជាធិការវត្តនិរោធរាំងសីសង្កាត់និរោធនៅខណ្ឌចម្បាអំពៅរាជធានីភ្នំពេញណាហើយគុណចាស់ធួនចន្ទថនប្រសង់គង់នៅក្នុងវត្តមុនីស្តារាមដោយសេចក្តីរាប់អានដែលជ្រាលជ្រៅសូមចម្រើនពរញោមអាចារ្យគណៈកម្មការពុទ្ធបរិស័ទទាំងអស់ដែលមានវត្តមានក្នុងឱកាសនេះខ្ញុំប្រកាសណាអាភាពក្នុងនាមប្រជាធិការវត្តមុនីស្តារាមសូមប្រគេនដំណឹងនិងជូនដំណឹងដល់ប្រជាគុណប្រធារានុធិរៈគ្រប់ព្រះអង្គចម្រើនពរដល់ញោមញាតិពុទ្ធបរិស័ទពរស្ដីអំពីការបើកវគ្គធ្វើសមាធិវិបស្សនាកម្មដ្ឋានដែលនឹងប្រព្រឹត្តទៅនៅក្នុងវត្តមុនីស្តារាមនៅក្នុងពេលខាងមុខពរឲ្យកម្មវិធីដែលប្រព្រឹត្តទៅដោយការបរិបត្តិកម្មដ្ឋាននោះគឺចាប់ផ្ដើមថ្ងៃអាទិត្យទី15ថ្ងៃអាទិត្យទី15ខែមិថុនាឆ្នាំ2025រហូតដល់ថ្ងៃអាទិត្យទី22ខែមិថុនាដដែលឆ្នាំ2025ដូច្នេះហើយក្នុងវគ្គបរិបត្តិនៅសមាធិនោះខ្ញុំបកកណាអាភាពក៏បានអរតនីប្រជាគុណរាគៈវិរៈវិរៈកៈធេរអុករនដែលជាព្រះវិបស្សនាចារ្យបង្រៀនសមាធិវិបស្សនាដល់ពុទ្ធបរិស័ទដែលលោកមានការចម្រើនបង្ហាត់បង្រៀនដល់ប្រសង់ពុទ្ធបរិស័ទជាច្រើនកន្លែងនៅក្នុងសហរដ្ឋអាមេរិកដូច្នេះហើយក្នុងវគ្គសមាធិហ្នឹងគឺញាតិញោមពុទ្ធបរិស័ទនឹងបានស្ដាប់នឹងបានរៀនបានគ្រាបជញ្ជក់នៅអជារសនៃវធដែលលោកបង្ហាត់បង្រៀនអំពីធុរៈហៅថាវិបស្សនាធុរៈហ្នឹងដល់ពុទ្ធបរិស័ទក្តីប្រសង់ក្តីអាចនិមន្តអញ្ជើញមកធ្វើការបដិបត្តិសមាធិដូច្នេះហើយវគ្គសមាធិហ្នឹងគឺចាប់ផ្ដើមបើកថ្ងៃទី15ខែមិថុនារហូតដល់ថ្ងៃទី22ខែមិថុនាក្នុងវត្តមុនីស្តារាមដូច្នេះពុទ្ធបរិស័ទយើងខ្លះក៏បានតំណាក់តំណងបានចុះឈ្មោះរួចហើយដូចជាឧបាសិកាទូចបានចុះឈ្មោះហើយឧបាសិកាសើនសុខនបានចុះឈ្មោះរួចហើយឧបាសិកាទុយសុករំក៏បានចុះហើយឧបាសិកាហួយបើហើយឧបាសិកាសុផលហើយលោកតាសិរីម៉ាត់បើហើយជាសេះលោកអាចារ្យបើបានចុះឈ្មោះនៅក្នុងការបប្រតិបត្តិប៉ុន្តែញោមឧបាសិកាសុផលគឺថាអាចមានពេលវេលាណាដូចជាធ្វើចង្ហាន់ចុងភៅប្រគេនដល់ព្រះសង្ឃជូនដល់ញាតិញោមពុទ្ធបរិស័ទទាំងឡាយក្នុងការបប្រតិបត្តិក្នុងរយៈកាលមួយសប្តាហ៍នោះខ្ញុំបកកណាត់អាភាពសូមប្រគេននិងជូនដំណឹងស្ដីអំពីបទបញ្ជាឬក៏បញ្ញត្តិខ្លះថាបទបញ្ជាផ្ទៃក្នុងហ្នឹងណាក្នុងវគ្គសមាធិវិបស្សនាហ្នឹងខទីដំបូងគឺទីជួបជុំបដិបត្តិនៅព្រះវិហារវត្តមុនីស្តារាមជាន់ខាងលើ
បានន័យថាកម្មវិធីបដិបត្តិសមាធិហ្នឹងគឺយើងជ្រើសរើសទីកន្លែងដែលចម្រើនសមាធិឬក៏វិបស្សនាហ្នឹងការបញ្យលសមាធិពីគ្រូវិបស្សនាចារ្យហ្នឹងនៅប្រវិយាចន្ទខាងលើនៃវត្តមនីស្តារាមហើយចន្ទខាងក្រោមពុទ្ធបរិស័ទយើងអាចស្នាក់ឬក៏សម្រាននៅចន្ទខាងក្រោមបានអញ្ចឹងណាបើពុទ្ធបរិស័ទដែលនៅប្រចាំការឬក៏បដិបត្តិប្រចាំទាំង8ថ្ងៃនោះហើយក្នុងវគ្គសមាធិវិបស្សនាហ្នឹងត្រូវមានការគោរពដូចតទៅទី1ត្រូវគោរពពេលវេលាតាមកាលបរិច្ឆេទដែលបានចែងបានន័យថាពេលវេលាដែលបរិច្ឆេទដែលបានចែងរួចហើយពេលណាម៉ោងណាបើពុទ្ធបរិស័ទអាចមកថាបដិបត្តិមួយអាទិត្យយើងត្រូវគោរពមួយសប្តាហ៍ឬក៏មួយអាទិត្យវាឡើងតែមានធុរៈផ្សេងចាំបាច់ហើយបើពុទ្ធបរិស័ទខ្លះមកបានតែ weekend ចុងសប្តាហ៍បើថាមកមួយអាទិត្យឬក៏មកថ្ងៃអាទិត្យមួយថ្ងៃអញ្ចឹងយើងពេញលេងមួយអាទិត្យអញ្ចឹងទៅមួយថ្ងៃថ្ងៃអាទិត្យឬក៏ចុងសប្តាហ៍សុក្រសៅរ៍អាទិត្យជាដើមឃើញទេយើងត្រូវគោរពពេលវេលាតាមកាលបរិច្ឆេទដែលបានចែងទី2ត្រូវរក្សាភាពស្ងៀមស្ងាត់និងគោរពគ្នាទៅវិញទៅមកក្នុងការបដិបត្តិជាការធម្មតាតែគណៈបរិបត្តិត្រូវស្ងៀមស្ងាត់ទៅណាអានឹងយើងត្រូវជួនដំណឹងក្នុងពេលដែលបើកវគ្គថ្ងៃដំបូងទៀតទី3ត្រូវរក្សារបៀបរៀបរយតាមកន្លែងរៀងខ្លួនបានន័យថាពេលដែលបរិបត្តិនឹងប្រសង់ក្តីឧបាសកបាសិកាក្តីយើងអង្គុយជាជួរតាមដែលគ្រូណែនាំខទី4ហាមប្រើប្រាស់ទូរស័ព្ទទូរស័ព្ទហ្នឹងគឺថាមិនអោយប្រើប្រាស់ទេក្នុងកំឡុងដែលចូលទៅក្នុងទីកន្លែងដែលបរិបត្តិដូច្នេះទូរស័ព្ទយើងត្រូវដាក់ក្នុងកាបូបក្នុងកតាបកន្លែងរបស់យើងគឺហាមមិនអោយយកចូលឬក៏ផ្ញើនៅកន្លែងណាដូចជាទូជាដើមណាដើម្បីកុំអោយថាអារម្មណ៍របស់យើងនឹកឃើញមានគេខលចូលណាអញ្ចឹងណាឬក៏មានការចាំបាច់សំឡេងអីជាដើមណាបាទហើយខទី4ណាខទី5ហាមយកគ្រឿងបរិភោគផ្សេងចូលទៅក្នុងទីបរិបត្តិកន្លែងបរិបត្តិហ្នឹងគឺហាមពេលដែលយើងបរិបត្តិគឺថាដូចជានំឬក៏ស្ករក្របផ្លែឈើជាដើមគឺមិនអោយយកចូលទេប៉ុន្តែទឹកសុទ្ធចឹងកាយើងអាចឲ្យប្រើប្រាស់បានបើទឹកសុទ្ធញាតិញោមខ្លះក្អកណាសូម្បីអាត្មាក៏ចឹងកាលមអំពងកក្អកដែរព្រោះពេលដែលធ្វើណាបើអាចទឹកសុទ្ធអីបានប៉ុន្តែគេថាហាមកុំអោយយកគ្រឿងបរិភោគគ្រឿងបរិភោគហ្នឹងគឺមានម្ហូបអាហារបាយទឹកនំនែកផ្លែឈើជាដើមទី6ហាមណែនាំនិងបញ្យលការបរិបត្តិដល់យោគាវចរគ្នាឯងបានន័យថាដូចជាតែឧទាហរណ៍ថាបងទួយចឹងចេះណាឲ្យចឹងក្នុងពេលដែលកំពុងបរិបត្តិហ្នឹងគ្រូត្រូវតែស្ដាប់គ្រូតែមួយអញ្ចឹងណាគ្រូតែមួយហើយយើងមិនចាំបាច់ក្នុងពេលបរិបត្តិបញ្យលញោមរំអីបន្ថែមទៀតអត់ទេគេមិនឲ្យច្បុកច្បល់យើងហ្នឹងណាហើយទី7ហាមយករបស់មានតម្លៃដាក់តាមខ្លួនចង់និយាយថាពេលមកបរិបត្តិហ្នឹងគ្រឿងអលង្ការមាសប្រាក់កែវកងវិទូសុរកានជាដើមណារបស់តម្លៃអីហ្នឹងគឺថាមិនអោយកែបាត់បង់ឬក៏យ៉ាងណាណាឬក៏ជាប់ជាពាក់អញ្ចឹងណាអញ្ចឹងហើយទី8សូមថែរក្សាអនាម័យខ្លួនប្រាណនិងសម្លៀកបំពាក់សម្លៀកបំពាក់ពេលមកបដិបត្តិបើយាយអាវសសម្ពត់សណាហើយបើថាតាអញ្ចឹងអាវសខសទៅចឹងប៉ុន្តែបើសិនជាយាយខ្លះអត់មានសម្ពត់ខសអញ្ចឹងក៏មិនអីដែរឲ្យតែសសម្ពត់សអញ្ចឹងណាហើយខចុងក្រោយត្រូវស្លៀកពាក់ពណ៌សគេប្រាប់ដែរត្រូវស្លៀកពាក់ពណ៌សតាមការណែនាំរបស់គ្រូវិបស្សនាចារ្យឃើញនៅក្នុងសូមអរគុណទុកជាមុនចំពោះការយោគយល់និងស្អាការជាមួយដោយយកចិត្តទុកដាក់បំផុតក្នុងវត្តមនីស្តារាមអាហ្នឹងគឺថានឹងគឺជាច្បាប់
ការណែនាំដល់ព្រះសង្ឃនិងពុទ្ធបរិស័ទយើងដែលនិមន្តនៅអញ្ជើញចូលរួមក្នុងការបដិបត្តិត្រូវមានវិន័យណាត្រូវមានវិន័យឥឡូវនេះខ្ញុំបង្កើតអាត្មាភាពសូមប្រគេនដំណឹងនិងជួនដំណឹងស្ដីអំពីពេលវេលាពេលវេលាក្នុងការបដិបត្តិវគ្គសិក្សាសមាធិកម្មដ្ឋាន8ថ្ងៃគឺថ្ងៃអាទិត្យទី15ដល់ថ្ងៃអាទិត្យទី22ខែមិថុនាឆ្នាំ2025ដឹកនាំដោយព្រះអេជគុណវិបស្សនាចារ្យវិរិយកថេអុករនជាប្រចៅតិកាវត្តព្រះអង្គធំជាព្រះគ្រូវិបស្សនាចារ្យហើយពីមុនអាត្មាភាពថាសូមនិមន្តព្រះអេជគុណមុនីពុទ្ធសុភាវីដើម្បីនិមន្តមកបកប្រែជាភាសាអង់គ្លេសដែរប៉ុន្តែដោយឃើញថាក្នុងបញ្ជីចុះឈ្មោះដូចអត់មានបរទេសអត់មានជនជាតិសាសន៍ដទៃណាក៏ផ្អាករឿងនឹងវិញទៅប៉ុន្តែបើសិនជាមានមកយើងរកអ្នកណាដែលចេះខ្លះហ្នឹងអាចបញ្យល់ខ្លះបានក្នុងកម្មវិធីប្រចាំថ្ងៃក្នុងមួយថ្ងៃកម្មវិធីប្រចាំថ្ងៃហ្នឹងគឺចាប់ពីម៉ោងណាចាប់ពីម៉ោងណាខ្លះចាប់ពីម៉ោងព្រឹកម៉ោង5ម៉ោង5ព្រឹករហូតដល់ម៉ោង5:30នាទីក្រោកពីដំណេកម៉ោង5ព្រឹកដល់ម៉ោង5:30នាទីក្រោកពីដំណេកគឺក្រោកឡើងរៀបចំលុបមុខអីចឹងណាលុបពុកឬក៏ដកថ្មីរៀបចំស្លៀកពាក់អញ្ចឹងណាអានឹងម៉ោង5ព្រឹកដល់ម៉ោង5:30នាទីក្រោកពីដំណេកព្រឹកម៉ោង5:30នាទីរហូតដល់ម៉ោង6នមស្ការប្រតនត្រ័យបាទន័យថាយើងនមស្ការ30នាទីម៉ោង6ព្រឹករហូតដល់ម៉ោង7ព្រឹកបរិបត្តិសមាធិmeditation បាទន័យថាម៉ោង6រហូតដល់ម៉ោង7 1ម៉ោងហ្នឹងបរិបត្តិសមាធិពេលព្រឹកម៉ោង7ដល់ម៉ោង8ព្រឹកសម្រាប់ទទួលទានអាហារពេលព្រឹកបាទន័យថា breakfast ញោមណាម៉ោង7ដល់ម៉ោង8គឺថាបាទន័យថាចុងភៅរៀបបបរក្តីឬក៏យ៉ាងណាណាដើម្បីប្រគេននិងជូនដល់ព្រះសង្ឃប្រគេនដល់ព្រះសង្ឃជូនដល់ពុទ្ធបរិស័ទដើម្បីបរិភោគទទួលអាហារម៉ោង7ដល់ម៉ោង8ម៉ោង7ដល់ម៉ោង8ដូច្នេះហើយញាតិញោមដែលមកបរិបត្តិធ្វើសមាធិហ្នឹងគឺអត់ចាំបាច់រវល់កង្វល់កង្វល់ថាដាំស្លអីទេយើងថាទុកបកលឲ្យញោមផលចាំមើលឲ្យញោមហួចអីចឹងឲ្យចង់ភៅឲ្យទៀតហ្នឹងគឺត្រូវចាត់ចែងធ្វើម៉េចរៀបរយពេលព្រឹកយើងសម្រេចថាឆាន់នៅខាងក្រោមហ្នឹងដើម្បីងាយស្រួលបន្តិចណាបាទន័យថាដើម្បីងាយស្រួលដល់ការលើកដូច្នេះនិមន្តព្រះសង្ឃគ្រប់អង្គដែលឆាន់ម៉ោង7ចាប់ដើមឆាន់ហើយពុទ្ធបរិស័ទក្នុងពេលនោះគឺមិនចាំបាច់លោកឆាន់ហើយទេគឺថាដួសប្រគេនដល់ព្រះសង្ឃញាតិញោមពុទ្ធបរិស័ទដួសទទួលទានតែម្ដងណាដើម្បីចំណេញពេលចាំមើលចុងភៅមើលតើគួរថានៅក្រមនេះឬក៏នៅប្រវជាទាំងណាបើមានកន្លែងទលាយណាដល់កន្លែងទលាយនៅក្រមនេះតែម្ដងប៉ុន្តែដល់ថ្ងៃត្រង់មហោបអាហារចង្ហាន់ទាំងអស់យកទៅរៀបនៅប្រវជារៀបជាប្រវជាដាក់លើតុជារបៀបប៊ឺហ្វេទាំងអាត្មាក៏ប៊ឺហ្វេដែរណាញ៉ាប្រសង់គ្រប់អង្គប៊ឺហ្វេទាំងអស់ហើយតបមកគឺផ្សក់ហ្នឹងបាសកបាសិកាដែលធ្វើសមាធិហ្នឹងគឺទទួលទានណាដូចជាប៊ឺហ្វេណាទទួលនៅប្រវជាចន់ខាងក្រោមហ្នឹងបានទេញោមខនបានណាល្អណាស់ហើយឥឡូវចាប់ផ្ដើមម៉ោងបន្ទាប់ពីអាហារពេលព្រឹកម៉ោង8ទៅម៉ោង8ព្រឹករហូតដល់ម៉ោង10បរិបត្តិសមាធិបានន័យថា2ម៉ោងណាក្នុង2ម៉ោងហ្នឹងគឺមានគ្រូបញ្យលហើយមានណែនាំឲ្យសមាធិអញ្ចឹងណាញោមណាមិនមែនអង្គុយទាំងសមាធិទាំងអស់ហ្នឹងគឺថាមានបញ្យលនៅក្នុងនោះដែរដល់ម៉ោង10:40នាទីព្រឹកដើរចង្ក្រមបានន័យថាម៉ោង10ដល់ម៉ោង10:40ហ្នឹងគឺ40នាទីហ្នឹងគឺដើរចង្ក្រមលោកគ្រូបស្សនាចារ្យណែនាំដើរចង្ក្រមជុំវិញប្រវៀអញ្ចឹង
នៅឬក៏កន្លែងតាមផ្លូវណាដែលលោកណែនាំឲ្យយើងដើរចង្ក្រង់បើពេលព្រឹកម៉ោង11ដល់ម៉ោង12សម្រាប់ទទួលអាហារពេលថ្ងៃត្រង់ដែលអាត្មាលើកឡើងអញ្ចឹងណាម៉ោង11រហូតដល់ថ្ងៃត្រង់ដែលយោគាវចរទាំងអស់ហ្នឹងមកទទួលទានឬក៏ឆាន់បើធ្វើម៉ោង11ដល់ម៉ោង12អស់ហើយណាបើឲ្យចប់ណារស់ណាបើហើយឆាន់នៅប្រវត្តិដោយអាត្មាភាពបានលើកឡើងអញ្ចឹងចុងភៅគិតរៀបរយជាប៊ឺហ្វេហើយក្នុងឱកាសនោះខ្ញុំកាលអាត្មាភាពក៏អំពាវនាវដល់ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លាអាចយកចង្ហាន់បើយកចង្ហាន់ភោជនាហារភោជនណាបង្អែមចំអាប់ជាដើមហ្នឹងយកមកនៅប្រគិននៅប្រវត្តិបានដាក់រៀបចំនៅប្រវត្តិពេលថ្ងៃត្រង់ណាបើហើយញាតិញោមណាខ្លះដូចជាវេនញោមខនចង់ឲ្យប្រហោះទី19ខែ6ណាគឺថាអាចនៅទទួលមកគ្រប់បើនិយាយទៅទាំងប្រសង់ទាំងពុទ្ធបរិស័ទហ្នឹងយើងគិតទៅថា50ចុះណាក្រុម50ចុះណាបើហើយនៅសល់ទៀតហ្នឹងអាចជាងបើជាងធ្វើកិច្ចការវត្តអញ្ចឹងណាប្រហែលជាយើងគិតថាគម្រោងទាំងប្រសង់ទាំងក្រហមអីហ្នឹងប្រហែលជា50ណា50អង្គនឹងរូបម៉ោងបានន័យថាម៉ោង11រហូតដល់ម៉ោង12សម្រាប់ទទួលទានអាហាររសៀលម៉ោង2ដល់ម៉ោង3នៅក្នុងនេះដូចវែងដែរចាំមើលអាចថាម៉ោង2រហូតដល់ម៉ោង3បដិបត្តិសមាធិណាបើជាងការសម្រាប់វែងពេកគិតណាចាំមើលអាចថាគិតជាមួយគ្រូណាអាចដាក់ថាម៉ោង1ឬក៏ម៉ោង1កន្លះអីចឹងណារហូតដល់ម៉ោង3បដិបត្តិសមាធិម៉ោង3រហូតដល់ម៉ោង4ដើរជាក្រមដើរ1ម៉ោង1ម៉ោងហ្នឹងអាចដើរមកជុំវត្តបានបើមកជុំវត្តបាន1ម៉ោងណាបើមកដើរជាក្រមហ្នឹងល្អណាស់ញាតិញោមណានៅជាក្រមធផងហើយបានលំហាត់ទៀតណាកាយណាហើយម៉ោងរសៀលម៉ោង4ដល់ម៉ោង5បដិបត្តិសមាធិត្រឡប់មកចូលបដិបត្តិសមាធិទៀតម៉ោងរសៀលម៉ោង5ដល់ម៉ោង6រសៀលសម្រាប់ទទួលទានភេសជ្ជៈដែលម៉ោង5ដល់ម៉ោង6សម្រាប់1ម៉ោងទទួលទានភេសជ្ជៈចាំមើលយើងអាចធ្វើភេសជ្ជៈអីព្រោះថាអត់មានអាហារពេលល្ងាចទេអ្នកដែលធ្វើសមាធិហ្នឹងណាសមាធិហ្នឹងគឺមានភេសជ្ជៈតែកាហ្វេអីទឹកដោះគោអញ្ចឹងទៀតងណាក្របស្ករជាដើមប៉ុន្តែអត់មានអាហារទទួលពេលល្ងាចទេវាឡើងតែញោមណាឈឺឬក៏ត្រូវការផឹកថ្នាំមករកបាយមហូបអីហ្នឹងមកចក្រានក្រមប៉ុន្តែនៅប្រៅវាអត់មានទទួលទេបើចឹងបងពេលល្ងាចម៉ោង6ដល់ម៉ោង7សម្ដែងធម៌ទេសនាសម្ដែងធម្មទេសនាដោយលោកគ្រូវិបស្សនាចារ្យឬក៏អង្គណាមួយដែលលោកសម្ដែងធម៌មានអាត្មាជាដើមណាម៉ោង7ដល់ម៉ោង7:30នាទីធម្មសាកិច្ឆាបើในធម្មសាកិច្ឆាហ្នឹងគឺពុទ្ធបរិស័ទហ្នឹងអាចសួរសំណួរណាឬក៏ឲ្យអង្គណាមួយបកស្រាយគ្រូក្តីណាឬក៏អង្គណាក្តីសួរនៅបញ្ហាកម្មបើម៉ោង7:30នាទីដល់ម៉ោង8នមស្ការបរតនត្រ័យបើនមស្ការបរតនត្រ័យកន្លះម៉ោង8រហូតដល់ម៉ោង8:45នាទីបដិបត្តិសមាធិនឹងពេលយប់ណាដល់ម៉ោង8:45នាទីដល់ម៉ោង9ផ្សាយមេត្តាធម៌ឧទ្ទិសកុសលបើហើយបន្តពីនោះទៅហៅថាម៉ោងសម្រានម៉ោងសម្រានចាប់ពីម៉ោង9ផុតទៅណាយើងសម្រាកហើយហៅថាម៉ោងសម្រាន bed time បើដូច្នេះការបរិច្ឆេទនេះចាំឲ្យគ្រូបញ្ជាយាលោកនឹងផ្សាយឬក៏ដាក់ចូលទៅក្នុង YouTube ឬក៏ Facebook បន្ថែមទៀតដែលជាដំណឹងបន្ថែមសេចក្តីជូនដំណឹងបន្ថែមខ្ញុំបង្កើតណានឹងធ្វើការប្រគិននឹងជូនដំណឹងបន្ថែមទៀតពុទ្ធបរិស័ទមានការតំណាក់តំណងឬក៏ចង់សួរចម្ងល់តាក់ទងតាមលេខទូរស័ព្ទ612772271ចឹងខ្ញុំកៅណាតមកភាពសូមត្រេកអរអនុមោទនាយ៉ាងជ្រាលជ្រៅចំពោះសន្តានចិត្តនៃព្រះជគុណបធិរានុធិរៈ
nhiệt nhôm Phật bò sát tầng lai đại để môn người chơi chùa ruộng của đồng cầm thi vạ là bà đệ bát Samadhi Vipassana nốt ngày tí đập răng khai Mithuna rồi hốt đợt ngày tí mà phải phí khai Mithuna ní nốt răng vọt một Nistaram hay cầm thi đi nâng bậc Phật tấu chỉ riêng rồi cho năm khai bộ muối nữa là dân cứ thà ta khai bộ muối cho năm nít dân bậc muối sắp đà bờ thà ai miền ca đi chìm ra tới một tiết dân bậc rồi hốt đập pi sắp đà chẳng nữa là lang và hay cầm ruộng rồi bọt mà phiệp là anh nào cốt đó đừng làm na đấy là cầm ruộng mà phiệp nó bầm rong với sả lá cam than mùi nó đồng vọt mình Instagram dân đó bật tập thì dân miền Prauhia miền sắc dầm thì chợ đây miền cốt miền Klong Phia miền Smatipol tiệt nó cứ ta cầm ruộng với sả lá cam than mùi và ai cam than nó cứ ta miền bật tục stong đá on ra chiết nè dân ai thay coi tới mình trầm đẹp bờ sông football sát mai dân sức xa riêng nấu cam mặt khan không thế rồi hốt đó từ tua bờ vô kia vai cho nè bò sát nè cào on ra chiết chứ nè on ra chiết đó ai từ tua một sức xa riêng số tới hay dân niệm môn nè mình ấy thế rừng kru vipassana cha niệm môn nấu sarot amrek kla niệm môn một piประเทศ Campuchia kla ai niệm môn một bị phum mía Sri Lanka đại dương ai miền Lạt Phiệp á ở tại miền Cờ Lèng hay sầm khán miền Phật bò sát là sek sai ban trơn ba đại bát đại ban trơn á là standard ha sập ruột tô mà rồi giống nó thì họ đó là màu vạn nó cứ ta tăng một song tăng bò sát nó cứ mà rồi on ruột bây giờ tới là rước ở lớp ini tiết là miền là ta bờ song on ra chiết lộ một bằng khát bằng riêng bằng thèm tiết nó cứ chiết bầm nón đó bầm nón là bọc nhôm và cao nạt mà phiết là to tới đam bây ta dương co sang nấu xin asana phong hay dương co sang prathor phong là đam bây bàn chia ta anisong phật bon bọc prasong phật bò sát dương chân nhung na sôm bậc kiên po đọc để kun cha cùng ông nhận nhung phật bò sát từng o số bàn bậc cọp đòi phật po buồn một ca dụวันนะสุขะพละnè chấm rong chấm ran rồi hốt nè bàn sầm rạch mẹ phol tập của đông là nạc có tất cả sôm anamo tên ni tục khap pan chân nên tung kha phai giáp pan ta chân nấp phai dia pan ta chân ni so ca hon to sam pe ba ne no sát tăng lai tăng puông đàn nâu xích đầy tung xôm oi chia san ban xích đầy tung tâu đàn đo hơi nâu phay ban phay tâu đàn đo hơi nâu xích đầy sọc xôm oi chia san song tâu hong sát thế chân là kiệt ha sát thô mát tô man etasmang ratanatayasmang sampasatana cetaso som phol nay chânក្នុងបរតនត្រ័យនោះផលនេះចូលជាផលសម្រេចចូលជាផលសម្រេច